ý chiên ta dâng tới mà cùng dàn lù mẹ nước ta vì không ấy tới nâng ca châu tới không rung kla rung nhiệt nútក្រុមហ៊ុន Susen គឺជាកម្លាំងចិត្តរបស់ប៉ាខ្ញុំតើឲ្យខ្ញុំបោះបង់តំណែងប្រធាននេះបានយ៉ាងម៉េចប្រពន្ធគម្រោងនៅភាគខាងត្បូងក្រុងឲ្យស៊ូជីទៅគ្មានផ្លូវទេអាជួននឹងដល់ពេលត្រូវប្រាការបាយជីមកធ្វើឲ្យខូចការទៅវិញពិតហើយកាលពីមុនមិនមែនហឺជួនធ្លាប់និយាយទេថានៅក្នុងក្រុងហៃឈឹងនេះគ្មានរឿងអ្វីដែលគេដោះស្រាយមិនបាននោះតាក់ទងគេទៅក្នុងពេលដែលពឹងលើជួនមិនបានយើងមានតែសាកល្បងមើលទៅចុះកាលពីលើកមុនគ្រាន់តែហឺជួនខលមួយទូរស័ព្ទក៏អាចឲ្យលោកម្ចាស់9ព្រំដោះលែងមិនបានបង្ហាញថាគេពិតជាមានអំណាចមិនធម្មតាមែនប៉ុន្តែកូនមិនចង់ជំពាក់គុណគេទេម្យ៉ាងវិញទៀតកូនក៏មិនចូលចិត្តគេដែររឿងវាចិត្តដល់ហើយរឿងជំពាក់គុណអីហ្នឹងទុកមួយឡែកសិនទៅប្រសិនបើហឺជួនអាចនិយាយជាមួយមនុស្សរបស់ក្រុមយ៉ាន់ឡូវេបានយ៉ាងហោចណាស់ក៏ឲ្យសមាគមយ៉ាន់លូគុំមកធ្វើបាបពួកយើងដែរចាំខ្ញុំខលឲ្យអាមេខ្វះឲ្យមកចង្រៃរបស់អាជូមីងនឹងធ្វើឲ្យអញត្រូវរន្ទះបាញ់បែបនេះរឿងនេះអញមិនឲ្យវាចប់ត្រឹមនឹងទេអាឡូលោកហឺលោកមិនអីទេខ្ញុំអាចមានរឿងអ្វីទៅគ្រាន់តែត្រូវរន្ទះបាញ់បន្តិចបន្តួចប៉ុណ្ណោះវាមិនអាចធ្វើអ្វីខ្ញុំបានទេអូអីចឹងទេតាមពិតមុនយប់នេះខ្ញុំចង់អញ្ជើញលោកទៅញ៉ាំអាហារដែរពិតមែនឬចាស់ប៉ុន្តែពេលនេះខ្ញុំកំពុងជួបបញ្ហាពិបាកត្រូវការឲ្យលោកជួយដោះស្រាយបន្ទាន់ឲ្យជួយដោះស្រាយបន្ទាន់ឬរឿងតូចតាចទេប្រាប់មកចុះនៅលើទឹកដីនៃទីក្រុងហៃឈឹងនេះរឿងអ្វីទៅតែខ្ញុំហឺជន់ដោះស្រាយមិនបាននោះនិយាយមកអ្នកណាទៅធ្វើបាបអ៊ីឈីងឬក៏អាមនុស្សឡប់ជុំមីងនឹងទៀតហើយគឺអង្គការយ៉ានលូអ្នកអាឡូមិញនេះអ្នកថាអ្វីអង្គការយ៉ានលូត្រូវហើយអ៊ីឈីងត្រូវទៅចរចាជាមួយអង្គការយ៉ានលូរឿងកិច្ចសន្យាដីធ្លីអ្នកនាងខ្ញុំគ្រាន់តែចង់សួរថាបាននិយាយដល់អង្គការយ៉ានលូតើអ្នកមានខ្សែក្នុងនៅទីនោះទេជួយនិយាយផ្ដាំផ្ញើឲ្យបន្តិចបានទេនេះអ្នកឯងកំពុងនិយាយលេងសាច់មែនទេលើកមុនវាជាសភាពាណិជ្ជកម្មចូលឡងតែលើកនេះគឺសមាគមយ៉ានលូកន្លែងនោះគឺសុទ្ធតែជាកន្លែងសម្រាប់មនុស្សណាបើយ៉ានលូបញ្ជាឲ្យស្លាប់នៅពេលយប់គ្មាននរណារស់ដល់ភ្លឺឡើយអញចង់តែរត់ឲ្យឆ្ងាយពីពួកវាផងលោកហឺតើលោកមានការលំបាកអ្វីមែនទេបើពិបាកពេកក៏មិនបាច់ដែរអត់ទេមិនពិបាកទេរឿងសមាគមយ៉ានលូនឹងធម្មតាទេខ្ញុំនឹងទូរស័ព្ទសួរគេឲ្យពិតមែនឬល្អណាស់ថ្ងៃក្រោយខ្ញុំនឹងអញ្ជើញលោកទៅញ៉ាំអីបាទទុកចិត្តលើខ្ញុំចុះចង់ចូលមកហើយក្នុងការដែលលោកឪពុករបស់ខ្ញុំបានផ្ដល់កិត្តិយសឲ្យដល់កម្រិតនេះហើយអញ្ចឹងនៅឯសមាគមយ៉ានលូប្រហែលជាអាចមានឥទ្ធិពលខ្លះដែរមែនទេអាឡូពុកកូនចង់សុំពុកជួយរឿងមួយមានរឿងអីឯងទៅបង្កចំនួនអីនៅខាងក្រៅទៀតហើយមិនមែនបង្កចំនួនទេគឺថាពុកស្គាល់មេនៅក្នុងអង្គការយ៉ាន់លូហ៊ុយទេជួយនិយាយសម្រួលឲ្យពួកគេឲ្យតម្លៃកូនម្ដងបានទេយ៉ាន់លូហ៊ុយអាដាច់ខ្លៅឯងចង់ឲ្យពុកស្លាប់ឬយ៉ាងម៉េចសុទ្ធតែក្រុមអ្នកលេងបែបនេះក៏ឯងហ៊ានទៅពាក់ព័ន្ធដែរហាទៅឲ្យឆ្ងាយបំផុតតាមដែលឯងធ្វើបានទៅគុំនាំរឿងក្តៅក្រហាយមកឲ្យពុកឲ្យសោះចប់ហើយលើកនេះប្រហែលជាត្រូវគេចាត់ការធ្ងន់មិនខានជប់សិនមកធ្វើស្អីនៅទីនេះដឹងទេថានេះជាកន្លែងណាដឹងតើនេះមិនមែនជាទីតាំងរបស់ក្រុមយ៉ាន់លូហ៊ុយទេដឹងហើយនៅហ៊ានមកទៀតចង់ស្លាប់មែនទេខ្ញុំមកទីនេះដើម្បីដោះស្រាយរឿងពីរយ៉ាងទី1ដីនៅតំបន់ខាងត្បូងក្រុងនោះខ្ញុំយកមកវិញមិត្តភក្តិទាំងឡាយឲ្យអាមួយនេះវាឈួតហើយមែនទេហ៊ានមកទាមទារដីដល់ក្នុងស្នាក់ការយ៉ាន់លូហ៊ុយទៀតផងទី2ប្រាប់ឲ្យយ៉ាន់លូចេញមកជួបខ្ញុំភ្លាមក្អេងក្អាងណាស់ហ៊ានមើលងាយប្រធានសមាគមរបស់យើងផងអីចង់ស្លាប់មែនទេបងប្អូនទាំងអស់គ្នាដោះស្រាយអាមួយនេះឲ្យស្អាតទៅឆាប់ពេកហើយប៉ាក្នុងពេលដែលយ៉ាន់លូមិនព្រមចេញមកអញ្ចឹងខ្ញុំនឹងទៅរកគេដោយខ្លួនឯងលោកប្រធានរឿងក្រុមហ៊ុនស៊ូសេងនោះវិញយ៉ាងម៉េចទៅហើយសូមលោកប្រធានកុំបារម្ភអីពួកយើងទៅតែអាស៊ូជានឹងវាខ្លាចដូចកូនក្មេងទៅហើយវាព្រមសហការតាំងពីដើមទីមកម្លេះពួកយើងនឹងធ្វើឲ្យក្រុមហ៊ុនស៊ូហាំងរលំមិនខានលោកបងខ្ញុំមិនយល់សោះស៊ូហាំងគ្រាន់តែជាក្រុមហ៊ុនគ្រួសារអន់ប៉ុណ្ណោះតែហេតុអ្វីបានជាលោកធំម្នាក់នោះត្រូវចំណាយកម្លាំងខ្លាំងម្ល៉េះដើម្បីកំទេចពួកគេបើសម្លាប់ចោលតែម្ដងទៅមិនស្រួលជាងទេក្រោះ
រឿងអ្វីដែលមិនគួរដឹងកុំចង់ដឹងអីគំនិតរបស់លោកធំម្នាក់នោះមិនមែនជារឿងដែលពួកយើងអាចប៉ាន់ស្មានបានទេយើងគ្រាន់តែធ្វើតាមបញ្ជាឲ្យបានល្អទៅបានហើយយកដីនៅភាគខាងត្បូងក្រុងកាឈិនមកឲ្យបាននរណាគេនឹងចាំខ្ញុំទៅមើលអាណាគេនឹងភ្នែកមើលអត់យល់មកបង្កហេតុដល់ក្នុងក្រុមយ៉ានឡូហ៊ុយមិនបាច់មើលទៀតទេពួកបាត់ជើងមេដៃរបស់ឯងគួរសំពេចហើយបង្ខំឲ្យខ្ញុំនៅញ៉ាំបាយជាមួយពិបាកណាស់ទម្រាំតែរុញពួកវាឲ្យដួលបានឯងជានរណាហ៊ានចូលមកក្នុងក្រុមយ៉ានឡូហ៊ុយរបស់អញអញជានរណាមិនសំខាន់ទេអ្វីដែលសំខាន់គឺអញមកយករបស់ឲ្យប្រពន្ធអញប្រពន្ធថែងស៊ូអ៊ីឈីងពីក្រុមហ៊ុនស៊ូសេងប្អូនប្រុសអញដឹងទេថាអញកំពុងនិយាយស្អីផ្លូវទៅឋានស៊ូក៏មិនទៅបែរជាស្វែងរកផ្លូវទៅរកខ្លួនឯងមើលទៅស៊ូអ៊ីឈីងពិតជាអស់មនុស្សប្រើមែនហើយបានជាបញ្ជូនអត្ថប្រយោជន៍មកស្លាប់បែបនេះពួកឯងកុំតិចអាម្នាក់នេះចោលទៅយកវាទៅបោះចោលនៅមុខក្រុមហ៊ុនស៊ូសឹងសាឆេងទៅអ្នកណាខ្លះនៅទីនេះពួកឯងទៅណាអស់ហើយចូលមកទាំងអស់គ្នាមកជប់ស្រែកទៅស្រែកខ្លាំងក៏មិនធ្វើឲ្យឯងមើលទៅខ្លាំងជាងនេះដែរអូនឯងចង់ស្លាប់មែនទេចាំដៃនេះបង្រៀនឯងពីរបៀបទៅចាប់ជាតិថ្មីគេថាមេខ្លោងយ៉ាន់លូហ៊ុយទាំងពីរអ្នកជាកំពូលអ្នកក្បាច់គុណមើលទៅឥឡូវនេះក៏គ្រាន់តែប៉ុណ្ណឹងដែរខ្ជិលលេងជាមួយពួកឯងណាគួរឲ្យធុញណាស់វាពិតជាឆ្មើងឆ្មៃមែនឯងគ្រាន់តែជាអ្នកក្បាច់គុណកម្រិតមួយតែប៉ុណ្ណោះមិនស្គាល់អ្វីដែលគួរឲ្យខ្លាចសោះនេះវាជាអ្វីឯងអាចធ្វើឲ្យទឹកកកខ្លាយជាទឹកកកបានឯងជាមហាគ្រូក្បាច់គុណមែនទេអូនឹកស្មានមិនដល់ថាយ៉ាន់លូស្ដេចយមរីក៏ចេះខ្លាចដែរគ្រូក្មេងវ័យអីទៅអាប់ដេតប្រពន្ធងាប់ហេតុអ្វីបានជាគ្រួសារត្រកូលស៊ូមានបិសាចបែបនេះទៅវិញលោកម្ចាស់ស៊ូសូមមេត្តាលើកលែងទោសឲ្យខ្ញុំសូមមេត្តាជីវិតខ្ញុំផងខ្ញុំវាល្ងងខ្លៅមិនស្គាល់ភ្នំថៃជានរណាមិញនេះមិនមែនឯងចង់កំទេចខ្ញុំទេហេនៅមុខក្រុមហ៊ុនស៊ូសេងហ្នឹងខ្ញុំវាមាត់អត់គិតខ្ញុំខុសហើយខ្ញុំវាគួរតែស្លាប់បញ្ជាអ្វីមកចុះលោកចង់បានអ្វីក៏បានដែរឲ្យខ្ញុំទៅបានហើយខ្ញុំមិនមែនជាមនុស្សគ្មានហេតុផលទេទីមួយគឺកិច្ចសន្យាផ្ទេរកម្មសិទ្ធិដីនៅតំបន់ខាងត្បូងក្រុងចុះហត្ថលេខាមកបាទចុះភ្លាមតែម្ដងខ្ញុំមិនយកមួយសេនទេខ្ញុំនឹងជូនលោកស្រីស៊ូដោយឥតគិតថ្លៃរឿងទី2អ្នកណាជាអ្នកបញ្ជាឲ្យឯងធ្វើបែបនេះដាក់ក្រុមហ៊ុនស៊ូសេងកុំយកមនុស្សគ្មានសមត្ថភាពដូចបងថ្លៃស្រីខ្ញុំមកធ្វើជាលេខអសគ្មានសមត្ថភាពដល់ថ្នាក់បញ្ជាឯងបានទេមួយខ្ញុំនិយាយហើយខ្ញុំនឹងប្រាប់ឈប់សិនគឺកាលពី1 ខែមុនមានមនុស្សអាចកំបាំងម្នាក់បានរកខ្ញុំឃើញគាត់បានផ្ដល់លុយឲ្យខ្ញុំមួយចំនួនធំថែមទាំងសន្យាទៀតថាឲ្យតែខ្ញុំអាចរំលងក្រុមហ៊ុនស៊ូសេងបាននឹងធ្វើឲ្យខ្ញុំក្លាយជាម្ចាស់ពិតប្រាកដនៃទីក្រុងហៃឈឹងតើមនុស្សម្នាក់នោះជានរណាខ្ញុំពិតជាមិនដឹងមែនបាទហ៊ានបោកខ្ញុំឬខ្ញុំមិនហ៊ានទេឲ្យខ្ញុំក្លាហានជាងនេះ10 ដងក៏ខ្ញុំមិនហ៊ានដែររាល់ពេលដែលគាត់តាក់ទងមកខ្ញុំគឺតាក់ទងតែម្នាក់ឯងហើយជួបគ្នាម្ដងគាត់តែងតែពាក់ម៉ាស់ជានិច្ចខ្ញុំដឹងតែមួយគត់ថាគាត់ហាក់ដូចជាមានទំនាក់ទំនងជាមួយខាងរាជធានីភ្នំពេញត្រកូលស៊ូគ្រាន់តែជាត្រកូលធម្មតានៅក្រុងហៃឈឹងហើយអ្វីបានជាទៅពាក់ព័ន្ធនឹងរាជធានីទៅវិញឬមួយក៏វាពាក់ព័ន្ធនឹងខ្ញុំតើឯងដឹងទេថាគេតែងតែទៅទីណាប៉ុន្មានថ្ងៃនេះគេមិនបានតាក់ទងខ្ញុំទេធម្មតាគឺគេជាអ្នករកខ្ញុំរកគេមិនឃើញទេនេះជាអ្វីបច្ចេកទេសបិទហ្វសៃឈាមវាបានបិទបេះដូងរបស់ឯងហើយចាប់ពីពេលនេះទៅរៀងរាល់7 ថ្ងៃឯងត្រូវមករកខ្ញុំដើម្បីដោះស្រាយម្ដងបើមិនដូច្នេះទេសរសៃឈាមពេញខ្លួនឯងនឹងដាច់អស់ហើយឯងនឹងស្លាប់ភ្លាមមិនខានលោកម្ចាស់សូមមេត្តាជីវិតខ្ញុំផងខ្ញុំនឹងស្ដាប់បង្គាប់លោកគ្រប់យ៉ាង
Xông bấy tại Chin Chu San cònនៅប្រើអំណាចនៃមេដាយគីលីនបានដែរតែសម្រាប់មនុស្សក្នុងពិភពងឹតដូចជាយ៉ាន់ឡូនេះមានតែចាប់ចំណុចស្លាប់របស់វាទេទើបវាចេះគោរពប្រតិបត្តិពិតប្រាកដបើអញស្ដាប់បង្គាប់អញមិនស្លាប់ទេទៅថ្ងៃមុខបើអាមនុស្សអាកំបាំងនោះវាតាក់ទងមកអញទៀតត្រូវរីការប្រាប់ខ្ញុំភ្លាមឲ្យតែមានដំណឹងខ្ញុំនឹងរីការជូនលោកភ្លាមបើលើកក្រោយអញហ៊ានទៅរករឿងក្រុមហ៊ុនស៊ូសេងទៀតជាពិសេសប្រពន្ធរបស់ខ្ញុំមិនហ៊ានទេខ្ញុំពិតជាមិនហ៊ានទៀតទេចាប់ពីពេលនេះទៅអ្នកនាងស៊ូគឺជារបស់កំមដែលខ្ញុំត្រូវគោរពមួយទៀតបន្តិចទៀតប្រពន្ធខ្ញុំនឹងមកដល់ដើម្បីចរចារឿងដីធ្លីត្រូវធ្វើដូចម្តេចមិនបាច់រងចាំខ្ញុំបញ្ជាទេទៅខ្ញុំនឹងរៀបចំកិច្ចសន្យាជូនលោកឥឡូវនេះកុំនិយាយថាខ្ញុំធ្លាប់មកទីនេះបាទតូចតាចយល់ហើយតើនេះវាជានរណាគ្នាមច្ចរាជពិតជាមច្ចរាជមែនគួរឲ្យខ្លាចណាស់ជាង1 ម៉ោងហើយលីងតើហឺជុនមានដំណឹងអ្វីខ្លះទេគ្មានទេគាត់គ្រាន់តែទូរស័ព្ទមកសាកសួរតែដល់ពេលនេះនៅតែគ្មានដំណឹងមិនបានទេខលទៅគាត់ម្ដងទៀតឈប់ទៅពឹងគេមិនស្មើនឹងពឹងខ្លួនឯងនោះទេក្នុងនៅពេលដែលមកដល់ហើយទោះជាកន្លែងគ្រោះថ្នាក់យ៉ាងណាក៏ដោយខ្ញុំក៏ត្រូវតែចូលទៅដែរហើយប្រពន្ធសម្លាញ់ចៃដនម្លេះឈូមីងហេតុអ្វីអ្នកមកនៅទីនេះនឹងហើយពួកយើងជិះឡានមកដល់ទីនេះចុះអ្នកជើងពីរធ្វើម៉េចបានលឿនជាងពួកយើងទៅវិញក៏ដើរផ្លូវកាត់មកអញ្ចឹងណាផ្លូវតូចក្នុងក្រុងហៃឈឹងនេះខ្ញុំស្គាល់ច្បាស់ណាស់មិនមែនអ្នកខ្លាចស្លាប់រហូតមិនហ៊ានមកទេហីអញ្ចឹងនៅទីនេះចាំឲ្យស្ងៀមទៅប្រពន្ធសម្លាញ់កុំខឹងអីបើអូនពិតជាចង់បានដីនោះមែនគ្រាន់តែរងចាំនៅទីនេះទៅបានហើយរងចាំអីទៅរងចាំមើលចុះយ៉ាន់លូនឹងយកកិច្ចសន្យាមកប្រគល់ឲ្យអូនដោយខ្លួនឯងឈូមឹងលោកឈ្មោះទៅហើយមែនទេយ៉ាន់លូម្នាក់នោះនឹងឬឲ្យគេយកកិច្ចសន្យាមកឲ្យយើងគឺមានតែព្រះអាទិត្យរះពីទិសខាងលិចប៉ុណ្ណោះឈូមឹងបើលោកជួយអ្វីមិនបានក៏កុំមកនិយាយកំ pl ែងផ្ដេសផ្ដាស់អីសូម្បីតែពេលនេះលោកនៅតែមកនិយាយឌឺដងដាក់ខ្ញុំលីងកុំទៅខ្វល់ពីគាត់អីយើងទៅវិញទៅលោកប្រធានយ៉ាននាងខ្ញុំឈ្មោះស៊ូអ៊ីឈីងមកពីក្រុមហ៊ុនស៊ូសេងការដែលនាងខ្ញុំមកជួបភ្លាមបែបនេះគឺចង់ពិភាក្សាជាមួយលោកបន្តិចកញ្ញាស៊ូកញ្ញាមិនបាច់និយាយអ្វីទៀតទេខ្ញុំដឹងរឿងអស់ហើយនេះគឺជាកិច្ចសន្យាផ្ទេរសិទ្ធិកាន់កាប់ដីនៅតំបន់ជើងភ្នំខ្ញុំបានចុះហត្ថលេខានិងបោះត្រារួចរាល់អស់ហើយសូមកញ្ញាពិនិត្យមើលចុះនេះលោកប្រធានយ៉ានលោកដឹងថានាងខ្ញុំមកទីនេះដើម្បីចរចារឿងដីមែនទេបាទដឹងខ្ញុំដឹងថាដីឡូតនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់កញ្ញាស៊ូដូច្នេះហើយទើបខ្ញុំបានរៀបចំវាទុកជូនរួចជាស្រេចខ្ញុំកំពុងតែរៀបចំផ្ញើវាទៅជូនលោកស្រីដែរផ្ញើទៅជូនខ្ញុំលោកប្រធានយ៉ានតើលោកមានលក្ខខណ្ឌអ្វីដីឡូតមួយនេះតើយើងត្រូវចំណាយលុយប៉ុន្មានដើម្បីទិញវាអត់ទេមិនយកលុយទេ1 សេនក៏ខ្ញុំមិនយកដែរម្យ៉ាងទៀតខ្ញុំក៏គ្មានលក្ខខណ្ឌអ្វីទាំងអស់ខ្ញុំជូនវាទៅលោកស្រីដោយឥតគិតថ្លៃហេតុអ្វីទៅដោយសារតែខ្ញុំត្រូវបានជឿជាក់លើបុគ្គលិកលក្ខណៈដ៏អស្ចារ្យរបស់អ្នកនាងស៊ូបានដឹកនាំក្រុមហ៊ុនស៊ូសេងជំនះរាល់ឧបសគ្គទាំងអស់ខ្ញុំពិតជាកោតសរសើរអ្នកនាងខ្លាំងណាស់មនុស្សម្នាក់នេះពិតជាមានមាយាទពីពោពិតមែនអូនសម្លាញ់មើលនេះចុះខ្ញុំថាមិនដែរពេលខ្លះសំណាងវាមកដល់គឺខាត់មិនជាប់ទេអូនមើលបងធ្វើអីលោកយ៉ានគាត់មានចិត្តល្អម្លេះហេតុអីអូនមិនប្រញាប់ទទួលយកទៅអីចឹងអរគុណលោកប្រធានយ៉ាងច្រើនណាស់កុំអីគឺថាកញ្ញាស៊ូតើកញ្ញាចង់ចូលទៅញ៉ាំម៉ាតែបន្តិចទេមិនអីទេក្រុមហ៊ុនមានរឿងបន្ទាន់បានសូមអញ្ជើញយ៉ាងម៉េចហើយយីឈីងជារឿងពិតមែនទេមានបញ្ហាអ្វីរត់អត់ទេថែមទាំងប្រគល់ឲ្យដោយឥតគិតថ្លៃទៀតផង
តែថាហេតុអ្វីបានជាលោកប្រធានយ៉ានស្រាប់តែប្រកល់ដីឲ្យខ្ញុំដោយគ្មានមូលហេតុបែបនេះខ្ញុំដឹងហើយប្រកាសជាលោកហ៊ឺជុនហើយជុំមីងអ្នកកាត់អីហ្នឹងមិនក៏កក់ចឹងអញមើលលោកហ៊ឺជុនគេផងមិនបាច់មកក៏អីផងលោកប្រធានយ៉ានយកកិច្ចសន្យាផ្ទេរដីមកជូនដល់ដៃចំណែកឯងវិញសូម្បីតែចូលទៅខាងក្នុងក៏មិនរួចផងបើនៅតែបន្តបែបនេះទៀតប្រពន្ធឯងនឹងត្រូវលោកហ៊ឺជុនដណ្ដើមយកទៅមិនខានទេមិនមែនទេចុះមិនក៏ខ្លាចជាស្នាដៃអាម្នាក់នឹងទៅវិញលីងលីងចុះលោកហ៊ឺជុនមិនមែនមិនបានតបតេឡេហ្វូនទេហេទោះបីជាគាត់មិនបានតបតេឡេហ្វូនប៉ុន្តែគាត់ប្រកាសជាបានរត់ការរឿងនេះហើយមិននឹកស្មានដល់សោះនឹកស្មានមិនដល់ថាហ៊ីយ៉ុនពិតជាអាចជួយបានមែនអាមនុស្សកំភួននោះហេចុះគេនឹងអាឡូថេងឡៃតាមពិតទៅលោកប្រធានយ៉ានមិញនេះលោកប្រធានយ៉ានបានយកកិច្ចសន្យាផ្ទេរដីទៅប្រកល់ឲ្យយាយខេងដោយផ្ទាល់ដៃតើអ្នកជាអ្នកទូរស័ព្ទទៅចាត់ចែងមែនទេបើមិនមែនអ្នកតើឲ្យជីនរណាទៅលោកប្រធានយ៉ានយកកិច្ចសន្យាដីទៅឲ្យយាយខេងដោយផ្ទាល់ខ្លួនមួយក៏ជាប៉ាដែលលួចជួយចាត់ចែងពីក្រោយខ្នងតែគាត់ស្ដីបន្ទោសខ្ញុំតាមទូរស័ព្ទតាមពិតគឺមិនចង់ឲ្យខ្ញុំភ្លើតភ្លើនសោះឡើយប្រកាសជាបែបនឹងហើយបើមិនមែនខ្ញុំតើឲ្យជីនរណាទៅទៀតនិយាយតាមត្រង់ទៅពេលដែលខ្ញុំមើលថាដីនោះសំខាន់សម្រាប់អេជីងខ្ញុំក៏បានទូរស័ព្ទទៅប្រាប់លោកប្រធានយ៉ានភ្លាមតែម្ដងលោកប្រធានយ៉ានត្រូវហើយប្រធានសមាគមយ៉ានលោហួយគាត់និងខ្ញុំគឺរាប់អានគ្នាដូចជាបងប្អូនអស្ចារ្យណាស់លោកហឺលោកពិតជាមានឥទ្ធិពលខ្លាំងណាស់ជារឿងតូចតាចទេឲ្យតែអាចជួយអេជីងបានគឺខ្ញុំសប្បាយចិត្តហើយក្នុងនៅពេលលោកហឺនិយាយបែបនេះហើយចាំដល់ពេលអេជីងរៀបចំការងារក្រុមហ៊ុនរួចពួកយើងនឹងអញ្ជើញលោកទៅញ៉ាំអីដើម្បីជាការអរគុណអេជីងខ្ញុំទីមិនខុសមែនពិតជាដោយសារលោកហ៊ឺជុនដែលបានជួយរត់ការពីក្រោយខ្នងពិតមែនអេជីងលោកហ៊ឺជុនបានជួយយើងធំដល់ទៅ2ដងហើយណាមិនអញ្ជើញគេហូបបាយតបស្នងទេអីតើវាមិនសមរម្យទេពិតមែនហើយចឹងចាំថ្ងៃក្រោយទៅជាមួយអូនទៅអរគុណគាត់ទាំងអស់គ្នាបានទេមិនមែនទេអាពូចត្រកូលហ្នឹងនិយាយថាជួយនិយាយល្អពីខ្ញុំចុះមិនក៏បែរជាជួយនិយាយឲ្យអ្នកដទៃទៅវិញថែមទាំងឲ្យប្រពន្ធខ្ញុំទៅជប់លៀងអាអ្នកកំឡោះនោះទៀតបើចង់ឲ្យខ្ញុំជួយនិយាយយ៉ាងហោចណាស់ក៏ត្រូវធ្វើការឲ្យបានការខ្លះដែរលីងលីងអញកំពុងសឹកស៊ីអ្វីជាមួយគាត់នឹងគ្មានអ្វីទេអ៊ីឈីងប្រញាប់ត្រឡប់ទៅក្រុមហ៊ុនវិញទៅបើមិនចឹងទេគឺមិនទាន់ពេលទេលោកតាចិត្តគ្រប់3ម៉ោងហើយខ្ញុំថាកូនបងស្រីម្នាក់នឹងប្រហែលជាមិនជោគជ័យទេបរាជ័យជាការពិតដែលត្រូវតែជួបតើក្រុមហ៊ុនយ៉ានឡោជាកន្លែងបែបណាទៅត្រឹមតែអាចត្រឡប់មកវិញដោយសុវត្ថិភាពក៏សំណាងណាស់ទៅហើយក្រុមហ៊ុនស៊ូនីងលើកនេះពិតជាដល់ផ្លូវតមែននឹងហើយមើលទៅអនាគតស៊ូនីងប្រហែលជាត្រូវពឹងលើលោកចៅហ្វាយជីវិញហើយលោកតាដើម្បីស្ថិរភាពក្រុមហ៊ុនសូមប្រកាសសេចក្តីសម្រេចដកតំណែងនាងចេញទៅដល់ពេលកំណត់ហើយក្នុងពេលដែលយីឈីងមិនទាន់ត្រឡប់មកវិញអញ្ចឹងសូមអនុវត្តតាមការសម្រេចដកតំណែងនាងចុះអ្នកណាបានរំថាខ្ញុំមិនបានត្រឡប់មកវិញឯងត្រឡប់មកវិញហើយនៅសុខសប្បាយជីទេធ្វើឲ្យខាងខកចិត្តពេលនេះតើនៅមានអ្នកណាទៀតទេដែលចង់ដកតំណែងខ្ញុំកុហកទេកិច្ចសន្យានេះសុទ្ធតែជាការក្លែងបន្លំតើគេអាចដោះស្រាយជាមួយសមាគមអ៊ីនឡោដោយរបៀបណាទៅបើចង់ដឹងថាពិតឬមិនពិតអ្នកអាចទូរស័ព្ទទៅសួរប្រធានអ៊ីនទៅនឹងដឹងច្បាស់ហើយគ្រប់គ្រាន់ហើយកិច្ចសន្យានេះគឺជាការពិតចាប់ពីថ្ងៃនេះទៅគម្រោងឆឹងណាននៅតែស្ថិតក្រោមការទទួលខុសត្រូវរបស់អ៊ីជីងដដែលលោកប៉ាការមិនដកតំណែងនាយិកាប្រតិបត្តិរបស់អ៊ីជីងគឺអាចទៅរួចប៉ុន្តែគម្រោងឆឹងណានគួរតែឲ្យគេជាអ្នកទទួលខុសត្រូវវិញតើមិនសូវសមរម្យទេតើអ្នកមានន័យដូចម្តេចលោកពុកទោះបីជាយើងទទួលបានទីតាំងដែលសំខាន់បំផុតពេលនេះក៏ដោយប៉ុន្តែគម្រោងនេះចង់សម្រេចជោគជ័យបានគឺទាមទារឲ្យមានការសហការជាមួយអ្នកដទៃពិតជាត្រឹមត្រូវហើយលោកតាកាលពីមុនបងស្រីជីដូនមួយចង់សហការជាមួយលោកសុនលទ្ធផលគឺគាត់បានទៅវីលោកសុនថែមទាំងធ្វើឲ្យខឹងសម្បារដល់សមាគមជូឡុងទៀតប្រសិនបើយើងនៅតែបន្តឲ្យបងស្រីទទួលខុសត្រូវគម្រោងឆឹងណានទៀតនោះតើត្រូវទៅចរចាសហការជាមួយគេដោយរបៀបណាលោកតាចៅអាចចរចាការសហការនេះបានឯងមានអីមកអួតសមាគមជូឡុងចង់កំចាត់យើងចោលទៅហើយវិធីសាស្ត្រតែមួយគត់នៅពេលនេះគឺឲ្យឯងកាត់ផ្តាច់ទំនាក់ទំនងជាមួយគម្រោងឆឹងណាននេះទៅដើម្បីឲ្យពួកយើងទៅសុំទោសលោកប្រធានជូហើយចរចាជាមួយគាត់លោកតាចៅបានឮថាថ្មីនេះលោកប្រធានជូនឹងរៀបចំកម្មវិធីជួបជុំផ្លាស់ប្ដូរយោបល់គម្រោងប្រសិនបើប្រកល់គម្រោងឆឹងណានមកឲ្យចៅខ្ញុំប្រកាសជាអាចចរចាភាពជាដៃគូបាននៅឯកិច្ចប្រជុំគម្រោងនោះស៊ូជាកាលពីមុនឯងនិយាយថាច្បាស់ណាស់ណាថាក្នុងករណីដែលខ្ញុំដណ្ដើមបានដីនៅតំបន់ឆឹងណានគ្រាន់តែខ្ញុំដណ្ដើមបានដីនៅតំបន់ឆឹងណាននោះតើឯងមិនមែនយ៉ាងម៉េចពួកយើងគ្រាន់តែនិយាយថាមិនដកហូតតំណែងប្រធានក្រុមហ៊ុនរបស់ឯងប៉ុណ្ណោះតែមិនបាននិយាយថាឲ្យឯងបន្តទទួលខុសត្រូវលើគម្រោងឆឹងណានទៀតទេឯងឈប់សិនទៅរឿងដែលឯងដណ្ដើមបានដីចឹងណានវាពិតជាមានគុណសម្បត្តិមែនតែអ្វីដែលអាជីនិយាយក៏មិនមែនគ្មានហេតុផលដែរក្នុងពេលដែលសមាគមពាណិជ្ជករកៅឡុងមានរៀបចំកិច្ចប្រជុំផ្លាស់ប្ដូរគម្រោងដល់ពេលនោះចាំពួកឯងទៅចរចាទាំងអស់គ្នាទៅអ្នកណាដែលចរចាជោគជ័យអ្នកនោះនឹងមានសិទ្ធិពេញលេញក្នុងការទទួលខុសត្រូវលើគម្រោងចឹងណាននេះបងជួកម្លាំងដែរប៉ុណ្ណឹងបានទេក៏មិនអន់ដែរ
chất khăn xuyên ở khăn chim ní bình tĩnh nâng hơi trong cần lạnh tại mà đòn. Bong chi, mơ tơ pu ôn bầm rạ bong ban lọ nà hơi. Cho các bác bị xét bẩn màn các bác nụ. Ta bên nào tơ bong ai bong riêng pu dương ban. Bất men hai bong chiu, chi bị xét các bác đọc làm bây giờ nạc nạc tụi nụ tất chi ở cha khăn nà men hai bong chiu, ở cha khăn nà. Rồi nhập tơ nà. Hát các bác quân tơ hát chất chi mồn sần, smart đây pu anh bên ní nơi khoác khát trà nà. Cho cùng rừng smart đây trong bong rạ ca nghi ở ban lọ sần tơ. Và thưa ban lọ, nhóm có ai nâng pi cha nà đài. Ban lại bong chi mình bách bà ròng tê. Chắc pi bên ní tơ bong trong ở pu dương tơ cần lạnh nà. Pu dương nâng tơ cần lạnh nụ. Pu dương tên ở khnia, không răng lang. Bà. Nè tiền ở khnia thưa ấy nắng. Lên bách là bạt hời. Tăng, cây nhà tăng. Tranh tờ gọi ọ. Bạt. Hay ấy trâu đen tì tranh ọ chấn. Anh mình sốc chất mền tế. Yang mệt hai chu mừng. Sru khuôn tế. Anh thua ấy nắng. Khmien rương ở vậy để khmienប្រយោជន៍ទេ. Ba mình khbotក៏មានល្បិចដែរអូយខ្ញុំគ្រាន់តែចង់រៀនក្បាច់គុនជាមួយអញនឹងអត់បានទេហេតុអីក្បាច់គុនខ្ញុំជាក្បាច់ពិសេសត្រូវបង្រៀនតតែជាប់ខ្លួនអ្នកជាមិត្តជិតស្និទ្ធរបស់ប្រពន្ធខ្ញុំប្រុសស្រីកុំប៉ះពាល់គ្នាពេកអីវាមិនសមរម្យទេចាស់គំរើណាខ្ញុំគ្រាន់តែបង្រៀនក្បាច់គុនតខ្លួនប៉ុណ្ណោះមិនមែនជារឿងអាស្រូវអ្វីឡើយសូម្បីតែខ្ញុំមិនខ្វល់ផងចុះអ្នកខ្វល់រឿងអ្វីខ្ញុំខ្លាចប្រពន្ធខ្ញុំខឹងម្យ៉ាងទៀតមិនមែនអ្នកតែងតែចាត់ទុកខ្ញុំជាមនុស្សចិត្តខ្មៅដែលបោះបង់ប្រពន្ធមែនទេចុះមិនក៏ឥឡូវមិនចេញមុខជួយទាមទារយុត្តិធម៌ឲ្យនាងទៀតទៅនិយាយយ៉ាងម៉េចល្អអាមនុស្សដូចជាអ្នកនេះទោះបីជាពេលខ្លះធ្វើខ្លួនមកក្រាស់ក៏ដោយតែមើលទៅមិនដូចជាមនុស្សដែលនឹងបោះបង់ចោលយីឈីងឡើយឃើញចំណុចល្អរបស់ខ្ញុំហើយមែនទេកុំមកជឿជាក់លើខ្លួនឯងពេកខ្ញុំគ្រាន់តែចង់ឲ្យអ្នកនឹងយីឈីងអាចដោះស្រាយការយល់ច្រឡំជាមួយគ្នាបានយ៉ាងណាក៏ដោយការជួយឲ្យគេត្រូវគ្នាវាជាកុសលគុំបំផ្លាញអ្វីដែលកំពុងតែល្អប្រសើរស្ដាប់តាមសម្ដីអ្នកយីឈីងនៅស្រឡាញ់ខ្ញុំមែនទេនិយាយលេងមែនបើក្នុងចិត្តយីឈីងគ្មានអ្នកទេនោះអ្នកពិតជាគិតថាខ្ញុំគ្រាន់តែនិយាយលេងប៉ុន្មានម៉ាត់គាត់នឹងព្រមឲ្យអ្នកនៅក្បែរខ្លួនមែនទេខ្ញុំដឹងហើយពេលដែលអ្នកចាក់ចេញកាលពីប៉ុន្មានឆ្នាំមុនយីឈីងដេកមិនលក់សោះឡើយឲ្យតែមានសម្ដីតែសម្លេងរំខានបន្តិចបន្តួចនៅជាន់ក្រោមគាត់នឹងប្រញាប់រត់ចុះទៅក្រោមភ្លាមដោយស្មានថាជាអ្នកត្រឡប់មកវិញហើយការដូរគ្មានតម្លៃទាំងនោះតែអ្នកធ្លាប់ឲ្យគាត់រួមទាំងរូបថតរបស់អ្នកទាំងពីរផងដែររហូតមកដល់ពេលនេះគាត់នៅតែមិនព្រមបោះចោលដូច្នេះហើយមិនមែនយីឈីងមិនចង់អត់ទោសឲ្យអ្នកទេតែវាដោយសារតែការជឿចាប់ការពីអតីតកាលនោះវាធំធេងពេកសម្រាប់គាត់នាងខ្លាចថាបើថ្ងៃណាមួយនាងអភ័យទោសឲ្យអ្នកនឹងធ្វើដូចកាលពី5ឆ្នាំមុនទៀតគឺបាត់ខ្លួនទៅដោយគ្មានមូលហេតុរឿងនោះនឹងមិនកើតឡើងទេទោះបីជាមេឃរលំចុះមកក៏ដោយខ្ញុំនឹងមិនចាក់ចេញពីនាងមួយជំហានឡើយខ្ញុំនឹងអញ្ជើញអ្នកទៅញ៉ាំអីដើម្បីថ្លែងអំណរគុណយកកិច្ចសន្យាដីទៅបោះដាក់មុខពួកចាស់ទាំងនោះទៅពួកគេស្រឡាំងកាំងអស់ហើយមែនទេតំណែងប្រធានក្រុមហ៊ុនត្រូវបានរក្សាទុកជាបណ្ដោះអាសន្នមានន័យថាម៉េចឬមួយពួកគេចង់បោកប្រាស់មិនឲ្យដឹងខ្លួនស៊ូជាមានគម្រោងនៅតំបន់ខាងត្បូងក្រុងពួកគេតោងជាប់នឹងរឿងដែលត្រូវតែរកដៃគូសហការទោះបីជាឥឡូវនេះមានដីហើយក៏ដោយតែការអភិវឌ្ឍបន្តគឺត្រូវតែតាក់ទាញដៃគូចូលរួមរឿងហ្នឹងមិនពិបាកទេគ្រាន់តែរកអ្នកសហការទៅក៏ចប់ហើយវាមិនងាយស្រួលបែបហ្នឹងទេឥឡូវខាងក្រៅគេល្បីថាសមាគមពាណិជ្ជកម្មកន្លងចង់កាត់ផ្ដាច់ខ្ញុំគ្មានអ្នកណាហ៊ានចេញមុខជួយទេចុះត្រូវធ្វើម៉េចទៅតើត្រូវឲ្យដីដែលដណ្ដើមបានមកត្រូវបរាជ័យទាំងគម្រោងមែនទេមិននេះសមាគមកន្លងមានកម្មវិធីជួបជុំពិភាក្សាគម្រោងលោកតាចង់ឲ្យខ្ញុំប្រកួតប្រជែងជាមួយស៊ូជាដោយយុត្តិធម៌មានតែប៉ុណ្្នឹងទេហ៎អូនសម្លាញ់អូនកុំបារម្ភអីអាកម្មវិធីជួបជុំអីហ្នឹងអូនទៅចូលរួមដោយភាពជឿជាក់ទៅអាចារ្យជីនជូសាននោះប្រកាសជាមកអង្វរឲ្យអូនសហការជាមួយគាត់ដោយខ្លួនឯងចេះនិយាយអួតខ្លះមិនបានទេហ៎នោះជាលោកម្ចាស់កូឡូណាថាមកអង្វរខ្ញុំទៀតផងចំពោះមុខគាត់គ្រាន់តែអាចនិយាយជាមួយគាត់បានក៏សំណាងណាស់ទៅហើយយប់នេះយើងអញ្ជើញហ៊ឺជុនទៅញ៉ាំអាហារល្អទេអញ្ជើញគេនឹងហោះមែនហើយគេបានជួយយើងពីរដងធំមកហើយតាមពិតយើងគួរតែអញ្ជើញគេញ៉ាំបាយតបសងគុណបន្តិចទៅឆ្លៀតពេលទៅមើលថាគាត់អាចជួយនិយាយជាមួយលោកម្ចាស់9បានអត់ដើម្បីឲ្យការចរចាគម្រោងរបស់អ្នកងាយស្រួលជាងមុនលោកហ៊ឺជុនមែនទេហ៊ានយកស្នាដៃរបស់ខ្ញុំទៅកែច្នៃយកប្រពន្ធខ្ញុំចាំមើលថាវាហ៊ានប៉ះជាមួយអ្នកណាទៅញ៉ាំបាយប៉ាន់តើខ្ញុំក៏ទៅដែរឯងទៅធ្វើអីព្រោះខ្ញុំជាអង្គរៈរបស់អ្នកនឹងណាមិនបានទេឯងទៅមានតែបង្កបញ្ហាលោកអញ្ជើញចោះនាំគាត់ទៅផងលីនលីហេតុអ្វីបានជាអ្នកជួយនិយាយឲ្យគាត់ដែរខ្ញុំធ្វើនេះក៏ដើម្បីសុវត្ថិភាពរបស់អ្នកដែរមកដល់ហើយហេសមិនក៏ឯងមកដែរអូលោកប្រុសហេ
ប្រពន្ធខ្ញុំចង់ឲ្យខ្ញុំមកជាមួយឯងមិនស្វាគមន៍ទេមែនទេលោកប្រុសហេជូមិញគាត់ជាអង្គរៈរបស់យាយខេងលោកមិនធ្វើទេមែនទេមិនអីទេមានគ្នាបន្ថែមក៏មានអ្នកញ៉ាំជាមួយដែរអាម្នាក់នេះក្នុងពេលដែលឯងហ៊ានមកដល់មុខខ្ញុំកុំបន្ទោសខ្ញុំដែលមិនគួរសមឲ្យសោះថ្ងៃនេះខ្ញុំនឹងឲ្យឯងឃើញថាឯងនិងខ្ញុំមានគម្លាតឆ្ងាយប៉ុណ្ណាចេះស្ងៀមខ្លះទៅកុំឲ្យមានរឿងពេលថាយាយខេងភោជនីយដ្ឋាននេះផ្កាយ3 Michelin ណារសជាតិដើមពិតតែម្ដងអាហារថ្ងៃនេះចាំខ្ញុំរ៉ាប់រងជូនកំងតាមចិត្តចង់ចុះកុំចិត្តអីចុះយ៉ាងម៉េចបានទៅថ្ងៃនេះយើងមកដើម្បីអរគុណលោកហេខ្ញុំគួរតែជាអ្នករ៉ាប់រងទៅត្រឹមត្រូវអ៊ីឈៀងរវាងពួកយើងកុំគិតច្រើនអីម្យ៉ាងទៀតខ្ញុំហេជុនមិនដែលឲ្យស្ត្រីជាអ្នកចេញលុយនោះទេលុយប៉ុណ្ណឹងសម្រាប់ខ្ញុំគ្រាន់តែរោមសត្វតិចតួចប៉ុណ្ណោះមិនដូចមនុស្សខ្លះទេក្នុងការដែលលោកហេចិត្តទូលីបែបនេះអញ្ចឹងខ្ញុំមិនចិត្តហើយឯងធ្វើជាហំហានអីក្នុងមើលនុយនេះសុទ្ធតែជាភាសាបារាំងមនុស្សឆៅដូចឯងតើអានដាច់ដែរឬទេចាំមើលបន្តិចទៀតយើងកុំងបាយឆាពងទៀតទៅមើលទៅប្រហែលជាអស់សំណាច់ហើយប៉ាន់តើបើអីចឹងចង់កុំងអីកុំងទៅកុំចិត្តអីកុំងឲ្យពេញចិត្តទៅឈ្មោះម្ហូបនៅទីនេះដាក់មកហំហានមែនចុះអានឹងវិញបង្កងអូស្ត្រាលីនេះយក4អានឹងវាថ្លៃណាស់ណាហើយមួយទៀតថ្លឹមទីជាមួយផ្សិតខ្មៅនេះហើយសាច់កូនជៀមទឹកជ្រលក់បារាំងនេះទៀតអានេះវាចេះអានភាសាបារាំងដែរឬមិនអន់ទេវើយឈូមេងស្រារ៉ូមែនខននេះទៀតយកមកសាកមើលសិនយកប៉ុន្មាន10ទៅយ៉ាងម៉េចដែរលោកគឺប្រហែលជាស្ដាយលុយហើយមែនទេមិនមែនថាវាគ្រាន់តែជាកំតិចតូចមួយធៀបនឹងទ្រព្យសម្បត្តិលោកទេនរណាស្ដាយលុយគ្នាខ្ញុំគ្រាន់តែខ្លាចថាពួកយើងផឹកមិនអស់ប៉ុណ្ណោះលីងលីអ្នកឈួតទៅហើយកំងច្រើនម្លេះតើញ៉ាំយ៉ាងម៉េចអស់ទៅចុះស្រាទៀតនោះអ្នកកំងដល់ទៅ10យ៉ាងហោចណាស់ក៏អស់លុយជាង1លានដែរគ្រាន់តែលុយជាង1លានតើកាន់តែចាយច្រើនកាន់តែធ្វើឲ្យលោកហ៊ឺមានមុខមាត់ឡើងថ្លៃមិនអញ្ចឹងមនុស្សដែលមានឋានៈដូចជាលោកហ៊ឺបើអញ្ជើញគេមកញ៉ាំអីហើយបែរជាខ្វះស្រាបើល្បីចេញទៅខាងក្រៅតើមិនអស់មុខមាត់ទេមែនទេលោកហ៊ឺបាទមិនអីទេគ្រាន់តែអាហារនឹងបន្តិចបន្តួចទេជាង1លានដុល្លារឯណោះនេះគ្រាន់តែជាលុយចាយលេងរបស់ខ្ញុំទេឈូមីងចាំមើលសិនទៅបន្តិចទៀតបើមិនធ្វើឲ្យឯងអាម៉ាស់មុខទេឲ្យខ្ញុំទៅតាមត្រកូលឯងចុះហ៊ឺសាវពិតជាចិត្តទូលីមែនយូឈីងតាមពិតទៅការជួយអ្នកទាំងពីរដងនេះសម្រាប់ខ្ញុំវាមិនមែនជារឿងធំដុំអ្វីទេចាំទុកណាចាប់ពីពេលនេះទៅនៅទីក្រុងហៃឆឹងមិនថាជួបបញ្ហាអ្វីក៏ដោយត្រូវតែប្រាប់ខ្ញុំហ៊ឺសាវពិតមែនឬពិតប្រាកដហើយល្អតាយូឈីងពិតជាកំពុងជួបបញ្ហាខ្លះមែននិយាយមកមើលគឺបែបនេះថ្មីនេះលោកគ្រូជីវរៀបចំកម្មវិធីជួបជុំផ្លាស់ប្ដូរគម្រោងមួយខ្ញុំចង់ឆ្លៀតឱកាសនោះដើម្បីពិភាក្សាអំពីកិច្ចសហការអូរឿងអីទៅនឹកស្មានថាជារឿងធំអីគ្រាន់តែជាកម្មវិធីជួបជុំសោះទុកចិត្តលើខ្ញុំចុះពិតមែនឬហ៊ឺសាវខ្ញុំមើលថាបានអញ្ជើញចូលរួមកម្មវិធីលើកនេះពិបាករកណាស់ម្យ៉ាងវិញ